សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបលុប TikTok របៀបលុប TikTok នេះខ្ញុំបានបង្ហាញវីដេអូច្រើនហើយប៉ុន្តែនៅតែមានបងប្អូនខ្លះគាត់ធ្វើអត់កើតមានបងប្អូនខ្លះគាត់សនំពោឲ្យខ្ញុំធ្វើជាភាសាខ្មែរដើម្បីងាយស្រួលមើលនិងងាយស្រួលក្នុងការលុប TikTok អញ្ចឹងវីដេអូនេះខ្ញុំមកបង្ហាញឲ្យច្បាស់លាស់តែម្ដងថារបៀបលុបយ៉ាងណាកុំភ្លេចមើលវីដេអូនេះបើសិនជាបងប្អូនមិនចេះភាសាអង់គ្លេសបងប្អូនអាចមើលវីដេអូនេះហើយនឹងចំណាំរូបដែលខ្ញុំបង្ហាញហ្នឹងទៅគឺអាចលុបបានហើយឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងចូលមកក្នុង TikTok មកដើម្បីធ្វើទាំងអស់គ្នាបន្ទាប់ពីយើងចូលមកដល់ក្នុង TikTok បែបនេះហើយយើងក្រឡេកមើលខាងស្ដាំដៃគេដាក់ថាប្រវត្តិរូបដែលមានសញ្ញារូបមនុស្សម្នាក់ជាតំណាងយើងចុចលើនឹងទៅនៅខាងស្ដាំដៃគេទាំងអស់ហ្នឹងចូលមកដល់ត្រង់កន្លែងនេះហើយយើងមើលនៅខាងស្ដាំដៃខាងលើសញ្ញាកម្ម3យើងចុចលើវាមកដល់ត្រង់កន្លែងនេះយើងមើលខាងក្រោមសញ្ញាកងចក្រដែលគេដាក់ថាកំណត់និងឯកជនភាពយើងចុចលើវាក្រោយពីចុចរួចហើយគឺវាលោតមកដល់ត្រង់ចំណុចនេះយើងមើលពាក្យមួយគេដាក់ថាគណនីដែលមានរូបតំណាងមនុស្សអក្សរខ្មែរគេដាក់ថាគណនីចុចលើពាក្យហ្នឹងរួចហើយមកដល់កន្លែងនេះគឺយើងមើលខាងក្រោមគេបង្អស់គេដាក់ថាបិទដំណើរការឬលុបគណនីយើងចុចលើវានៅខាងក្រោមគេបង្អស់ហ្នឹងគឺយើងជ្រើសរើសយកបន្ទាត់នៅខាងក្រោមគេបង្អស់ចំណុចនេះគឺយើងជ្រើសរើសយកបន្ទាត់ខាងក្រោមគេបង្អស់គេដាក់ថាលុបគណនីជាអចិន្ត្រៃយ៍យើងជ្រើសរើសយកវាដើម្បីលុបបើសិនជាយើងជ្រើសរើសយកលើគេមានន័យថាយើងបិទគណនីរបស់យើងនឹងជាបណ្ដោះអាសន្នទេអញ្ចឹងយើងជ្រើសរើសយកអាក្រោមគេដើម្បីលុបគណនីរបស់យើងជាអចិន្ត្រៃយ៍តែម្ដងមកដល់ត្រង់ចំណុចនេះគឺគេឲ្យយើងជ្រើសរើសយកមូលហេតុអ្វីមួយដើម្បីបញ្ជាក់ទៅគេថាមូលហេតុអីបានជាយើងចង់លុបគណនីនេះចោលដូច្នេះយើងជ្រើសរើសមួយណាក៏បានក្នុងចំណោមប្រមាណលេខរៀងហ្នឹងឥឡូវខ្ញុំសូមជ្រើសរើសយកលេខរៀងទី4សម្រាប់បងប្អូនវិញចង់ជ្រើសរើសយកលេខរៀងទីប្រមាណក៏បានដែរដែលគិតថាលេខរៀងនោះស័ក្តិសមនឹងបងប្អូនសម្រាប់ចិត្តជ្រើសរើសនិងហេតុផលក្នុងការលុប TikTok បន្ទាប់ពីយើងជ្រើសរើសហេតុផលរួចហើយឥឡូវឃើញថាគេដាក់ថាបន្តនៅខាងក្រោមយើងចុចកន្លែងបន្តហ្នឹងសញ្ញាពណ៌ក្រហមមកដល់កន្លែងនេះយើងចុចកន្លែងសញ្ញារង្វង់ទូចនៅខាងក្រោមហ្នឹងបន្ទាប់ពីយើងគ្រីសវាចេញពណ៌ក្រហមបែបនេះហើយយើងមើលកន្លែងផ្ទាំងពណ៌ក្រហមគេដាក់ថាបន្តយើងចុចលើវាដើម្បីបន្តទៅមុខទៀតមកដល់ទីនេះហើយគឺយើងត្រូវចុចពាក្យបន្តទៀតដែលមានផ្ទាំងពណ៌ក្រហមនៅខាងក្រោមគេដាក់ថាបន្តហ្នឹងចុចលើវាទៀតនៅត្រង់ចំណុចនេះគេនឹងផ្ញើលេខកូដមកបើសិនជា TikTok របស់យើងភ្ជាប់ជាមួយ email គេនឹងផ្ញើចូល email បើភ្ជាប់ជាមួយលេខទូរស័ព្ទគេនឹងផ្ញើចូលលេខទូរស័ព្ទឥឡូវឃើញថាគេផ្ញើលេខកូដមកហើយឥឡូវខ្ញុំសូមវាយលេខកូដបញ្ចូលសិនសម្រាប់កន្លែងបញ្ចូលលេខកូដនេះគឺគេទុកពេលវេលាឲ្យយើងចំនួន1នាទីដូច្នេះបើផុតពី1នាទីមកលេខកូដគេផ្ញើមកក្រោយនឹងនៅពេលដែលយើងវាយបញ្ចូលទៅគឺអត់ត្រូវនោះទេគឺវាអស់សុពលភាពហើយនៅពេលដែលគេហួសនាទីហើយគឺបញ្ចូលទៅគឺអសារបង់ហើយបន្ទាប់ពីយើងបញ្ចូលលេខកូដហើយយើងចុចពាក្យថាលុបគណនីនៅពេលដែលយើងចុចពាក្យហ្នឹងគឺគណនីរបស់យើងនឹងលុបជាអសារបង់ហើយនៅពេលដែលយើងបានលុប TikTok ចោលហើយគឺវាលោតមកទំព័រសាដើមវិញគឺវាឲ្យយើង sign in ជាមួយគណនី account ថ្មីហើយវាទុករយៈពេលឲ្យយើងចំនួន30ថ្ងៃបើសិនជា30ថ្ងៃហ្នឹងយើងមិនយកវាមកវិញទេគឺវានឹងលុបចោលហើយសម្រាប់គណនីរបស់យើងនេះដូច្នេះបងប្អូនដែលពិបាកលុប account TikTok សម្រាប់ភាសាអង់គ្លេសដូច្នេះបងប្អូនអាចបដូរវាមកជាភាសាខ្មែរវិញគឺងាយស្រួលក្នុងការលុបវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណនិងសូមជម្រាបលាជួបគ្នាវីដេអូក្រោយទៀតកុំភ្លេចជួយចុច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀត